trongភូមិមួយមានផ្ទះចោតសាកដែលគេមិនមាននរណាអាចរស់នៅបានជាយូរទេពេលយប់គេនិយាយថាមានសំឡេងស្រែកបុកទ្វារនិងសំឡេងដើរលើដំបូលដូចជាមាននរណាម្នាក់កំពុងបញ្ចេញកំហឹងថ្ងៃមួយមានយុវជន3នាក់សម្រេចចិត្តចូលទៅស្នាក់ក្នុងផ្ទះនោះដើម្បីបង្ហាញថាមិនជឿរឿងខ្មោចពេលដល់ម៉ោងយប់ចម្រែបទាំង3គេងនៅលើឥតឆ្ងាយពីគ្នាពេលទើបតែដេកមិនទាន់ទ្រាំបានប៉ុន្មាននាទីកើតមានសំឡេងគេរំពងឈ្មោះពួកគេជាបន្ទាប់គ្នាឯងចេញទៅនេះមិនមែនជាកន្លែងរស់របស់មនុស្សទេសំឡេងនោះត្រជាក់ដល់ឆ្អឹងធ្វើឲ្យពួកគេចាប់ផ្ដើមខ្លាច1នាទីបន្ទាប់កញ្ចក់ផ្ទះបែកដំបូលធ្លាក់ស្មារតីខ្មោចមនុស្សស្រីវ័យក្មេងម្នាក់លេចឡើងពោលសក់សម្លៀកបំពាក់ជ្រាបឈាមនាងស្រែកយ៉ាងឆក់ចិត្តហើយប្រាប់ថានាងត្រូវបានសម្លាប់នៅផ្ទះនេះហើយវិញ្ញាណមិនអាចទៅណាបានដូច្នេះនាងមិនអនុញ្ញាតឲ្យនរណាមករស់នៅទីនេះទៀតឡើយយុវជនទាំង3រត់គេចចេញក្រៅដោយមិនដឹងថាតើជីវិតនៅសល់ឬអត់ព្រឹកថ្ងៃបន្ទាប់ក៏ឃើញតែលុតស្បែកខ្លួនព្រោះស្លាប់ដោយភ័យស្លាប់ម្នាក់ហើយម្នាក់ទៀតត្រូវបានរកឃើញសត្វត្រជាក់និយាយមិនចេញតែម្នាក់សេះសល់រហូតតែមិនហ៊ាននិយាយអំពីអ្វីដែលបានឃើញឡើយតាំងពីថ្ងៃនោះមកគេមិនមាននរណាមកនៅផ្ទះនោះទៀតឡើយហើយពេលយប់តែងតែស្ដាប់បានសំឡេងស្រីស្រែកកុំចូលមកកុំបំភ្លេចថានេះជាកន្លែងសម្រាប់វិញ្ញាណក្រោយពីព្រឹត្តិការណ៍សាហាវនោះផ្ទះចោតសាកคล้ายជាកន្លែងដែលមនុស្សគ្រប់គ្នាភ័យរន្ធត់ប៉ុន្តែរឿងមិនបញ្ចប់ត្រឹមតែការភ័យខ្លាចនោះទេបន្ទាប់ពីសពយុវជនម្នាក់ត្រូវបានយកទៅចាក់បញ្ចុះប្រជាជនក្នុងភូមិចាប់ផ្ដើមស្ដាប់សំឡេងចេញពីផ្ទះនោះរៀងរាល់យប់មិនត្រឹមតែសំឡេងស្រីស្រែកទេប៉ុន្តែមានសំឡេងបុរសដកដង្ហើមធ្ងន់ដូចជាមនុស្សកំពុងរងទោសពេលខ្លះមានពន្លឺអណ្តែតដូចភ្លើងគ្មានប្រភពឆ្លងកាត់បង្អួចមេភូមិយកអ្នកធ្វើព្រះវិហារមកសូត្រមន្តសុំលើកវិញ្ញាណយប់នោះពេលកំពុងសូត្រមន្តឥទ្ធិពលខ្មោចមហន្តរាយបានលេចឡើងខ្យល់បក់ខ្លាំងដែកទ្វារបុកគ្នាខ្លាំងហើយសំឡេងស្រីនោះស្រែកថាកុំលះបង់ខ្ញុំមិនទាន់បានយុត្តិធម៌ទេអ្នកធ្វើព្រះវិហារសួរវិញ្ញាណនាងថាតើអីបណ្ដាលឲ្យមិនអាចទៅកើតវិញនាងប្រាប់ថានាងត្រូវបានឃាតករជាមនុស្សក្នុងភូមិនេះយកមកថ្វាយនៅក្នុងផ្ទះហើយសម្លាប់បិទបាំងរឿងនៅថ្ងៃនោះមិនមាននរណាមកជួយទេការឈ្លានពានការឈឺចាប់និងការមិនអាចសុំជំនួយបានធ្វើឲ្យនាងទុកចិត្តមិនលើមនុស្សម្ដងទៀតករណីនេះធ្វើឲ្យមនុស្សក្នុងភូមិតក់ស្លុតព្រោះគេមិនដែលស្គាល់ការពិតនេះជាង10ឆ្នាំមកហើយសំឡេងនាងនិយាយជាលើកចុងក្រោយថាបើកើតយុត្តិធម៌ឲ្យខ្ញុំនឹងស្ងប់ស្ងាត់ទេតាំងពីពេលនោះមកមេភូមិនិងប្រជាជនចាប់ផ្ដើមស្វែងរកការពិតហើយស្រាប់តែឃើញសពមួយនៅក្រោមផ្ទះដកសាច់ដាច់ឆ្អឹងការបើកបរាជ័យនេះបង្ហាញឃាតករក្នុងភូមិតែម្នាក់ដែលធ្លាប់គេចខ្លួនយូរហើយបន្ទាប់ពីឃាតករត្រូវចាប់និងឆ្លើយតបទោសសំឡេងខ្មោចនោះបន្តិចបន្តួចបាត់ទៅនៅយប់ចុងក្រោយមនុស្សក្នុងភូមិស្ដាប់សំឡេងស្រីស្លូតបូតនិយាយថាអរគុណខ្ញុំនឹងស្រឡាញ់ទីនេះជានិច្ចពីនោះមកផ្ទះចោតសាកคล้ายជាកន្លែងស្ងប់ស្ងាត់វិញប៉ុន្តែមានមនុស្សខ្លះបន្តសន្និដ្ឋានពេលយប់ខ្លះនៅតែសំឡេងស្រីស្រែកស្មុគស្មាញប៉ុន្តែមិនមែនស្រែកដោយកំហឹងទៀតទេតែជាការសុំឲ្យគេចងចាំអំពីអំពើអាក្រក់របស់មនុស្សនិងតម្លៃនៃយុត្តិធម៌